มุมหาเจ้าเราสบกเราพลัดเวียนี่บางโอนเคยนี่ขมุมเราพลัดเวียเขียวโจเลยย้อเราเรียงเชียวได้bà hay nông prey năng điển nhưng mà hiện chỗ bà lại để vậy lại năng prey toàn cặp phóng dừng lừa nôm đi dừng mình hiền tế vào ôn mưa đầm chơi nói chung tráng ở miền hiền chỗ đấy cho ban trăm đặc là trạm chuối nào mà ôn thuộc nông ở hiền này nhưng mà hiền chỗ này bà chùm riệp su đò phục mai và bông ôn nông prey gì mất chỉ ti mệt prey nông chỉ ti group ti lành từng chữ tin được lực vào đây bạn và ngày đây dương trong một đó là còn lại ni tiên hái và còn lại nhung thọt ngày muốn chụp cái play cái chỗ đó và lâu một đó là cái lại một đông năng tiên hai và mà thọt kia năng tiết và là bên nó mong cùng bay 30 นาที ព្រឹក បាទ នេះជាចំការដំឡូងហើយភ្នំស្ពង់បាទភ្នំស្ពង់មណ្ឌលសុខភាពនៅភ្នំស្ពង់បាទសាលាស្រុកនៅភ្នំស្ពង់បាទហ្នឹងហើយតោះឡូវយើងកុំឲ្យខាត់ពេលយូរបាទនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាបាទដើរឡើងភ្នំកុំឲ្យយូរនេះជាមួយយើងខ្ញុំទាំងអស់គ្នាបាទដើម្បីឡើងទៅដល់លើយើងមើលទេសភាពឲ្យបានច្រើនអញ្ចឹងណាបងប្អូនបាទតោះឡូវយើងកុំឲ្យខាត់ពេលបាទសូមធ្វើដំណើរឡើងទៅលើភ្នំខ្មោចយួនជាមួយខ្ញុំទាំងអស់គ្នាដើម្បីមើលទេសភាពមកខាងក្រោមវិញបាទតោះឥឡូវនេះយើងកំពុងចាប់ផ្ដើមដើរឡើងភ្នំបាទតោះបងប្អូនយើងឡើងទៅលើបាទទៅឡើងទៅលើចកេះភ្នំលើបាទឡើងទៅលើទាំងអស់គ្នាដើម្បីយើងចាំមើលមកក្រោមវិញបាទចាំយើងបែរកាមេរ៉ាមកក្រោមវិញមើលទេសភាពបានច្បាស់ល្អបាទឥឡូវយើងកំពុងតែដើរឡើងទៅហើយបាទឡើងទៅកន្លែងនោះលើភ្នំនោះឡើងទៅកន្លែងហ្នឹងលើភ្នំហ្នឹងបាទឡើងទៅត្រឹមកន្លែងចំការគេហ្នឹងបងប្អូនឲ្យហ៊ានឈានជើងចូលទៅកន្លែងគេអត់ទាន់ស្ការព្រៃទេព្រោះអីយើងមិនទុកចិត្តបាទឥឡូវយើងឡើងសាកល្មើម្ដងមិនដែលឡើងឥឡូវចង់ឡើងទៅថតនៅលើហ្នឹងឲ្យបានមើលមកក្រោមវិញឃើញទេសភាពស្រស់ស្អាតអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនយើងធ្វើដំណើរឡើងជាមួយខ្ញុំទាំងអស់គ្នាបាទទាំងជើងដែរណាបងប្អូនឡើងភ្នំបាទសត្វស្មៅបាទដល់បងប្អូនបាទវីដេអូកាត់ខ្លីៗទេបាទរៀងហត់បាត់ហើយបងប្អូនដើរនិយាយបដើឥឡូវហាមាត់បាត់បាទចិត្តដល់ហើយទាំងជើងបងប្អូនឡើងអ្នកមិនដែលឡើងភ្នំមិនធ្លាប់ឡើងដឹងឡើងវាមិនបាទឡើងភ្នំគេឡើងគេមិនឲ្យឡើងចំទេណាបងប្អូនយើងឡើងរឿងប្រឆិតអាហ្នឹងវាមិនសូវទាំងជើងថាឡើងចំបងឡើងតំរួយឲ្យហត់បាទឥឡូវមកចិត្តដល់ហើយបាទហត់ធ្វើបាត់ហើយបងប្អូនហត់បាត់ហើយបងប្អូនហត់វិញដល់ដាក់គូអង្គុយសិនណាបាទដាក់គូអង្គុយឡើងចិត្តដល់នៅហើយ30 ម៉ែត្រទៀតដល់50 ម៉ែត្រទៀតថ្ងៃ50 ម៉ែត្រទៀតដល់កន្លែងចំណុចដើមចិត្តដើមឈើហ្នឹងបាទដល់ឡូវហត់ពេកដល់អង្គុយសិនបងប្អូនអង្គុយសិនឡើងបន្តទៅទៀតរកកន្លែងណារៀងជំរាលទៀតដល់អែបនេះអែបនេះមិនយ៉ាងណាយ៉ាងđấyក៏មានគឺថាអត់ហ្នឹងបងប្អូនឲ្យមកលុបមកអែបព្រៃមកលុបហត់ពេកបងប្អូនឆោមលុបនេះបានតិចសិនបែកញើសជោគហ្នឹងបាទបែកញើសជោគបងប្អូនអើយសម្រាប់បានតិចសិនខ្យល់អាកាសល្អបងប្អូនណានិយាយខ្យល់ឲ្យវឹងមកចង់ដល់លើភ្នំហើយដល់ព្រៃលើឡើងបានតិចទៀតបាទឡើងរាប់ព្រៃទៅនោះបានដល់កន្លែងលើខ្ពស់បាទអញ្ចឹងដើររាប់ព្រៃនេះ
vàឡើងមកមិញហត់ពេកឥឡូវសម្រាប់ហ្នឹងហើយអង្គុយជក់ប្រៃមកដើមមកមានកម្លាំងបានថតទៅទៀតបាទចេញដំណើរឡើងទៅលើបន្តទៀតបាទអូស្លឹកបាសបងប្អូនស្លឹកបាសនេះស្លឹកបាសហើយដាក់ចូលចិត្តស្លកកូដាក់ចូលចិត្តស្លកកូនៅផ្ទះខ្វះនេះបន្លែហ្នឹងហើយដាក់ប្រកែធ្វើម្ហូបណាបាទជូនទៅខាង channel ប្រិយមិត្តដែលប្រកែធ្វើម្ហូបធ្វើអីហ្នឹងអូចាំងថ្ងៃបងប្អូនបាទនេះដល់កន្លែងកែងនេះដើរតាមរាប់ព្រៃនេះឡើងទៅលើនេះឃើញអញ្ចឹងឡើងដីឡើងលើស្លើទៅបងប្អូនដូចឡើងទៅបូលផ្ទះអញ្ចឹងនេះវាថាថ្មភ្នំនេះឡើងចិត្តដល់លើដើរឡើងតឹងជើងផ្អឹសណាបងប្អូនវូបប្រឹងឡើងក្បែរមកដល់លើងាយđâuឃើញសបុកឃុំហើចោលនៅសបុកនៅផ្លិតវានេះបងប្អូនឃើញទេនេះឃុំនៅផ្លិតវាខ្ជិលចូលទៅយ៉នៅរៀងជ្រៅដែរបាទហើយក្នុងព្រៃហ្នឹងទៀតខ្ញុំអត់ហ៊ានចូលបាទខ្លាចដែរព្រោះអីកន្លែងហ្នឹងព្រៃអត់ទាន់កាប់ផងយើងលើភ្នំនេះយើងមិនហ៊ានទេបងប្អូនមើលដើមឈើនៅជ្រោងច្រាំងអត់មានអ្នកហ៊ានចូលទេឈរបានត្រឹមតែកន្លែងអត្រាព្យួរណាបងប្អូនទៅក្នុងអត់ហ៊ានទេខ្ញុំអត់ហ៊ានចូលទេបាទដូចខ្ញុំពណ៌នាអញ្ចឹងថាភ្នំនេះជាភ្នំប្រទាយទាហានវៀតណាមចាស់ប្រទាយខ្មោចយួនបាទងាប់កភ្នុកចោលពេញភ្នំហ្នឹងបាទអញ្ចឹងក៏សបុកមីនសបុកក្របអីនៅហ្នឹងអញ្ចឹងខ្ញុំអត់ហ៊ានចូលទៅក្នុងព្រៃហ្នឹងទេបាទដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងខ្ញុំមកឈរតាត្រឹមកន្លែងអត្រាគេព្យួរដាំដំណាំជើងភ្នំទេចូលទៅក្នុងអីនេះបាទសូមអរគុណហើយចាំឡើងទៅមុខទៀតឡើងបន្តទៅលើទៀតបានដល់លើបងប្អូនតោះអញ្ចឹងយើងក៏ចាប់ដើមឡើងទៅមុខទៀតនេះបងប្អូននេះអត្រាគេព្យួរតែត្រឹមហ្នឹងទេហើយខ្ញុំក៏ដើរតែត្រឹមកន្លែងអត្រាគេព្យួរដែរចូលព្រៃមិញក៏ខ្ញុំអត់ហ៊ានចូលដែរបាទហើយថតបដើចេះតែមើលងាកមើលទៅក្រោយកន្លែងម៉ូតូបដើអត់ទុកចិត្តឥឡូវឡើងបន្តិចទៀតមិនដល់ហើយ30ម៉ែត្រទៀតដល់លើមើលឡើងលើបងប្អូនតឹងជើងផ្អឹសឡើងមិនធម្មតាចាំមើលពេលឡើងអញ្ចឹងតឹងទៅវិញរៀងលឿននេះហើយក៏ទុនអាចគង់អស់កម្លាំងដឹងថាទៅវិញដឹងអស់កម្លាំងចាំមើលនឹងមានណាប្រើយើងកំណត់ខ្លួនយើងដែលឡើងមកនេះបាទអញ្ចឹងក៏អត់ហ៊ានត្អូញទៅវិញតែហ៊ានត្អូញប្រាប់គឺថាអស់កម្លាំងដែរបាទចិត្តយើងរបស់យើងបាទដើម្បីចង់បានទេសភាពណាបងប្អូនអត់ហើយដល់លើហើយដល់ចំណុចគោលដៅហើយហ្នឹងហើយកំណត់ពីឡើងមកមិញមុនឡើងមកកំណត់ថាចង់មកឈរតែត្រឹមហ្នឹងនេះឥឡូវមកដល់គោលដៅហើយបងប្អូនឡើងមកដល់លើគោលដៅហើយចាំកន្លែងសម្រាប់អង្គុយតិចសិនឲ្យបាត់ហត់សិនហើយចាំថតរេកាមេរ៉ាទៅខាងក្រោមវិញឲ្យបងប្អូនមើលអានេះសិតនៅលើកពូលភ្នំណាព្រៃនេះណាបងប្អូននេះព្រោះអត់ស្បាស់វាយកពីច្រាស់ថ្ងៃហើយកាមេរ៉ាទូរស័ព្ទខ្ញុំនេះវាអត់ស្បាស់ទេបាទអញ្ចឹងក៏សូមអធិស្ឋានផងហើយខ្ញុំក៏អង្គុយសម្រាប់ឲ្យបាត់ហត់តិចចាំបែរកាមេរ៉ាទៅខាងក្រោមឲ្យបងប្អូនមើលវិញបាទហ្នឹងហើយអរគុណយើងចាំតាមដានទាំងអស់គ្នាបាទឥឡូវយើងមកដល់លើកពូលភ្នំហើយបាទឡើងមកដល់លើហើយឥឡូវយើងដាក់កាមេរ៉ាបែរទៅក្រោមវិញមើលទៅសភាពឃើញថាស្រស់ប្រំប្រៃស្រឡះមកមេឃស្រឡះហើយស្រស់ស្អាតបងប្អូនមើលបានឆ្ងាយអញ្ចឹងណាមើលឃើញដល់ព្រំដែនថៃបងប្អូនមើលច្បាស់ចែនេះបរិចមករៀងញ័រទៀតបងប្អូនហ្នឹងសាលាស្រុកសាលាកន្លែងហ្នឹងសាលាអនុចាស់កន្លែងហ្នឹងអីនោះមកជួរភ្នំខាងនោះអាហ្នឹងសាលាស្រុកទីពេទ្យអីហ្នឹងបាទឃើញសាលាល្អបាទហើយយើងមើលអ្នកជិះម៉ូតូនៅខាងក្រោមភ្នំនោះហ្នឹងម៉ូតូហ្នឹងចម្ងាយខ្ញុំថតនេះទៅ300ម៉ែត្របងប្អូនហ្នឹងខ្ញុំឈរលើភ្នំ
rồi đặt tàu cào với ngày không buồn nè nâng pi cào mò lớn pi rồi 20 mét lại đo chấm choi có bay bay rồi buồn bay rồi mét rồi mưa tê phiêu cứ slot ad mình tên mà buồn mưa hay nó lại nhà lại bộ xó này buồn lại nâng chấm trọ prum đen Campuchia Thái để nhôm tha chậm mưa ngày đây ngày Tết chậm mưa tổ thọ nó nắng á hay lại nắng ấy lại nằm on trọ prum đen Campuchia Thái lâu chiết lấy hà tầm bơi trên bị khát bay lên đâu bằng buồn rồi nó ngái gắng dừng vô video mau kia ở ban tế kia nho bằng buồn mà dừng camera tu sắp mà mình đôi giờ như thế mà chẳng có để từ phiếp mưa đâu cứ sát bên tên mà buồn mà nâu nạ bên đây mong bầm buồn bực bà mong bầm bay xe bầm buồn là ti chật dễ nó mà mong bầm buồn món đó bà rồi nạ chi một tô đòi lại lầu cày ní bọt lần mò tàu lên chùm ca thằng ngày anh kia này kỳ tàu bánh tháng 5 này chẳng cái salon tầng mọt ca đấy cái miền tàu viêng mà bị nó vinh mình nâng bà bây phum này phum này nhầm tin mà chất nhạt từ nắng bà phum nắng mua phum mì chao cả choi bà nè phum nè mà cả đốp nè gạo phum mì chao cả choi phum nắng bà xong mà xì sai pháp ông ôn bà mua phum cái đã nghĩ nè phần này nhóm men dây bị ai nắng trong ngoài bong ôn đá phần đấy cái hao tan trắng bà phum nắng cái hao là phum vậy mà cái đã nghĩ ỏi phum cái hao phum mì chao cả choi giống có nhóm hao tam kia mà chọn nghi chẳng máu bà hai video đi dương thọt nâu lư trâm phần này sân bàn hái hay có sầm lại cho cầm láng đầm bay cho tàu còn lại là một tàu nhom vinh mà đằng ngày hay có cho tàu đỏ cáo nhom nâng mình chọc và video tam đòn bà rồi một cuốn hay có đồng chạm tam đan cho mùi dương trong đằng ngọc đi cho pi lư phnom tàu vinh mà cho họ lâu dương chập đám vừa làm nó cho pi lư phnom tàu vinh hai bông ổn bà cho tàu vinh có cho tàu ta mà chầm nọt này đấy cho tàu đây dùm rêu bà phải chỉ đào xa đan vinh phải chỉ xua cho chiêng mà đào ra một rọp đây phải xua cho chiêng vừa cho tàu cái này ní cứ cháu đó bông ổn đây cao ra trạm lự râu nó lông cát điện cứ đừng lự mau mấy cái này có buôn ăn ấy lần tôi tụi bố cho hay trạm mà lự râu nó lông cátต่อไปจังngon lẽ ngon hương con là trạm cái lâu cho tàu vinh phải chứ là mau phồng đại lắm cho tàu vinh làm phồng năng mới đôi sụt đà chiên bằng bồn và nói cho tàu vinh nha cho tàu vinh riêng trong chụp bây giờ đôi riêng trong chụp muối nha bằng bồn tàu vinh riêng lươn đây dòng dòngต่อไปจังtrong chặt prang ắt cho và bắt đi sân và dạ lại mưa camera trong chụp búp đâm thầm mò và cho tàu vinh nha bằng bồn và ấy da lươn chập prang ắt chuột ô bây giờ chụp búp đâm thô mò bông ồn mà chào tôi đây đừng chào nô cho pì lơ cả lại nó màu mình bông ồn này cho màu bán sam xong mát với nhá rồi lâu bắt to làm nào cho các ông tiết cho pì lơ mà đó toàn đó cái đó mới bông ồn nào cùi bạ cả đá tì và chúng muốn một cho mau bên của bạn cho lăng đâu của bạn lăng ở lòng cùi dân rồi thoát ở lại là mưa camera tao mình chụp bục đùm thầm mò chạy là đuột cả mụn và nó tộc crom trong ngày 20 mấy tiết đó lấy một tô rồi ông ôn mưa tầm lô đâm nâu chỉ kẹp nôm nữa sạt mò đom mò papana này ya này sạt đom mò rồi đó biết đào cho vinh cả bán mưa đua cắm mũ lo mưa sạt đom mò papana này tầm lô này đâm này chỉ kẹp nôm và lâu dương cho máu đó cái đầu kia tàu ấy chết đó lại một tô ấy và
ដើរឈប់បដើបងប្អូននោះក្រោមកាអំពៅវានោះមកដល់ផ្លូវបាទឥឡូវមកដល់និយាយរួមទៅវាកាមេរ៉ាទៅលើវិញទៀតនោះនេះចុះមកបានឆ្ងាយដែរបងប្អូនបាទ60 ម៉ែត្រជាងហ្នឹងហើយឥឡូវចាប់ដើមដំណើរការចុះទៅក្រោមបន្តទៀតអូចាចុះវិញរៀងលឿនហើយអត់មើលក្រោមចៃណាងចំពុបថ្មដួលបាទមកដល់មកលុបឈើនេះឈរនឹងទៀតហត់បាត់ហើយបងប្អូនអើយពីលើមកដល់បកដាលហើយឈប់មកលុបនេះមកផ្លែតបាទឲ្យវាធូរកម្លាំងជើងតិចចាំចុះទៅក្រោមទៀតបាទមើលទេសភាពបងប្អូនមើលតែខ្ញុំថាទេសភាពស្អាតមែនស្រឡះធេងបាទខ្លាចថាបងប្អូនមើលទៅថារៀងមិនស្បាស់មិនដឹងទេប៉ុន្តែខ្ញុំមើលទេសភាពនេះដូចស្រស់បាសល្អមានពពកអីអមនៅខាងលើហ្នឹងហើយមើលនៅទៅព្រំដែនថៃអីវ៉ាន់មើលពពកជ្រងភ្លៀងនៅថៃប្រហែលថ្ងៃលិចលងនឹងមិនទេបងប្អូនហើយពពកឥឡូវនៅជ្រងនៅច្រាងហ្នឹងបាទមកជួក្បាត់ព្រំដែនហ្នឹងហើយមើលទេសភាពឃើញធ្លាដល់ព្រំដែនថៃបាទធម្មជាតិនៅចំការតំបន់ទឹកដីខេត្តបៃលិនបាទព្រោះនេះមិនសូវបានព្រោះទេហត់បងប្អូនហត់ឡើងទៅលើមិញក៏ហត់អាចចុះមកវិញក៏ហត់ដែរបាទអត់មានណាប្រើយើងផងហើយយើងចង់បានវីដេអូដល់ខ្លួនឯងដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តណាដល់ពេលអញ្ចឹងទៅមានអីហត់ច្រមុះបាទហត់ច្រមុះហើយចុកជើងឯងបងប្អូនបាទហើយដល់មកលុបឈើនេះឈរថតរេកាមេរ៉ាបានបន្តិចសិនទៅបាទហ្នឹងហើយឥឡូវយើងចាប់ផ្ដើមនឹងចេញដំណើរម្ដងនេះដល់យើងដីរៀបដែរហើយដល់យកទៅដល់កន្លែងម៉ូតូហើយក៏បិទវីដេអូបាទបងប្អូនតោះឥឡូវយើងធ្វើដំណើរចុះទៅកន្លែងខាងក្រៅមកដល់កន្លែងម៉ូតូគោលដៅរបស់ខ្ញុំដែលឡើងមកពីដំបូងបងប្អូនបាទចាប់ដល់ចេញដំណើរតទៅមុខទៀតលេងកាត់ផ្លូវនេះផ្លូវមិនបាច់ចាំទៅវែងឆ្ងាយទេកាត់ព្រៃនេះមកឆាប់ដល់ហើយចាដល់កាត់ព្រៃកាត់ស្មៅនេះដល់ឆាប់ដល់ម៉ូតូកន្លែងចុះមកទៅរកផ្លូវនោះដូចយើងចុះទៅរកផ្លូវឆ្ងាយដល់កាត់ស្មៅនេះបណ្ដោយទៅមើលក្រោមអត់ឃើញអីទៀតឃើញតែស្មៅណែនប៉ែសហ្នឹងបងប្អូនសត្វស្មៅណានឹងណីទេខ្ជិលដើរចុះទៅក្រោមវាឆ្ងាយពេកដើរកាត់នេះសំដៅទៅចំម៉ូតូដល់លឿនបាទហត់ណាស់បងប្អូនអើយការចែករំលែកវីដេអូរំបានវីដេអូឲ្យបងប្អូនមើលមួយបាទហើយចង់បានទេសភាពអីល្អដល់ពេលអញ្ចឹងតស៊ូមានអីហត់លហើបាទហត់មែនតើអីហត់ឡើងស្រេកទឹកដល់ហើយទ្រាំបាននេះតែទឹកមាននៅកន្លែងម៉ូតូដែរចិត្តដល់ម៉ូតូហើយអីយ៉ាលេងផ្លូវកាត់ចឹងមកឆាប់ដល់ដើរតាមផ្លូវបត់បែនឆ្ងាយឥឡូវមកដល់ម៉ូតូល្មមបងប្អូនបាទម៉ូតូមិនដាក់មកលុបដល់ដល់ហាក្តៅបាត់បាទឡើងភ្នំវិញអូបងប្អូនហត់មកដល់កន្លែងម៉ូតូល្មមហ្នឹងហើយវីដេអូខ្ញុំនេះក៏មកដល់កន្លែងម៉ូតូដូចខ្ញុំជម្រាបចឹងសូមបិទវីដេអូត្រឹមហ្នឹងឯងបាទហើយយើងចុះតាំងពីនោះមកឆ្ងាយដែរជិត200 ម៉ែត្រ 300 ម៉ែត្រហើយបាទហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នានិងប្រិយមិត្តដែលបានចំណាយពេលវេលាតាមដានទស្សនាវីដេអូរបស់យើងខ្ញុំនៅទេសភាពចំការក្បែរជើងភ្នំនៅតំបន់ខេត្តបៃលិននេះក៏សូមសន្មតថាបិទត្រឹមនេះសិនចាំយើងជួបគ្នានៅវីដេអូខាងក្រោយទៀតដែលខ្ញុំចេញដំណើរថតជាប្រចាំថ្ងៃបាទដូច្នេះសម្រាប់ពេលនេះក៏ដែរក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសេចក្តីសុខក្តីចម្រើននិងអាយុយឺនវែងបាទជួបគ្នានៅវីដេអូក្រោយទៀតពេលនេះខ្ញុំនឹងសូមបិទវីដេអូហើយក៏សូមជម្រាបលាតែត្រឹមនេះឯងអូខេបាយបាយ